អ្នកដែលមកឈរនៅទីនេះបន្ទាប់គ្មាននរណាមកហ្វឹកហាត់នៅទីនេះទេហេតុអ្វីព្រោះប្រសិនបើពួកគេចង់ហ្វឹកហាត់មានសារហ្វឹកហាត់ធំៗនៅក្នុងគ្រួសារនេះអញ្ចឹងហេតុអ្វីបានជាពួកគេត្រូវមក training cave ដែលមិនពាក់ព័ន្ធនៅទីនេះនោះហើយជាមូលហេតុដែលគ្មាននរណាមកគាត់និយាយអញ្ចឹងឬអញ្ចឹងហេតុអ្វីបានជាយើងឈរជាសន្តិសុខនៅទីនេះអ្នកថ្មីសួរព្រោះនេះគឺជានិមិត្តរូបមួយជីនមូរៀងដែលជាអ្នកបកាយគ្រួសារនេះត្រូវបានគេនិយាយថាបានហ្វឹកហាត់នៅក្នុងរូងភ្នំនេះនៅពេលគាត់ហ្វឹកហាត់គាត់ទទួលបានការត្រាស់ដឹង enlightenment ហើយតាមរយៈវាគាត់បានកាត់ភ្នំនៅពីក្រៅនេះជាពីរហើយថែមទាំងកាត់ដោយការវាយប្រហារតែមួយទៀតផងគាត់បានក្លាយជាមនុស្សខ្លាំងដល់កម្រិតនោះគេនិយាយថារូងភ្នំនេះត្រូវបានផលិតឡើងតាមរបៀបនោះមិនអីទេតើរឿងទាំងអស់នេះជាការពិតទេនៅពេលសួរគ្មាននរណាដឹងថាតើរឿងទាំងអស់នេះជាការពិតឬអត់ទេទោះជាយ៉ាងណាក៏ដោយខ្ញុំនឹងប្រាប់ឯងរឿងសំខាន់មួយនៅពេលឈរជាសន្តិសុខបែបនេះមានរឿងសំខាន់មួយតើឯងដឹងថាវាជាអ្វីទេគឺសាច់ក្រៀម jerky ប្រសិនបើឯងនឹងឈររយៈពេល5ម៉ោងបែបនេះប្រសិនបើឯងដាក់អ្វីមួយចូលក្នុងមាត់ហើយតំពាថ្ងៃនឹងកន្លងផុតទៅដោយខ្លួនឯងយល់ទេដាវនិយាយបែបនោះគាត់យកវាមកញ៉ាំពេលនោះអ្នកថ្មីនិយាយថាឈប់សិនដូចជាមានអ្វីធ្លាក់ពីលើភ្នំនៅក្បែរនោះស្អីគេប្រហែលជាសត្វស្លាបយីហេតុអ្វីបានជាសត្វស្លាបធ្លាក់ចុះមកនៅពេលសួរសត្វស្លាបធ្លាក់ចុះមកឬនៅពេលពួកគេមើលសំឡេងមួយត្រូវបានឮបន្ទាប់មកនៅពេលដែលវាមកជិតដោយស្រែកបែបនោះមានអ្វីមួយធ្លាក់ចុះមកស្អីគេមនុស្សឬពួកគេក៏រត់ទៅយ៉ាងលឿនអាយ៉ាមាននរណាម្នាក់ធ្លាក់ចុះមកដើម្បីទៅមើលក្រឡេកមើលទៅមាននរណាម្នាក់ដេកដួលនៅទីនោះឃើញគាត់ប្រហែលជាគាត់ស្លាប់ហើយប្រសិនបើលោតពីកម្ពស់នេះនរ៉ាក៏ស្លាប់ដែរពេលនោះហើយដែលអ្នកថ្មីនិយាយថាខ្ញុំសូមបួងសួងដល់ព្រះឲ្យវិញ្ញាណរបស់លោកបានទៅកាន់សុគតិភពភ្លាមនោះគាត់ក្រោកឈរស្អីគេតើខ្ញុំឃើញខ្មោចឬអាយ៉ាតើនេះជាអ្វីខ្មោចអាយ៉ាខ្មោចភ្លាមនោះជីនរបស់យើងតើខ្ញុំត្រឡប់មកកន្លែងចាប់ផ្ដើមវិញហើយឬដោយនិយាយបែបនោះគាត់ក្រោកឈរហើយជូតឈាមរបស់គាត់អាយ៉ានេះមិនមែនជាខ្មោចទេគឺបិសាចពួកគេចេះតែស្រែកតាមការពិតជីនរបស់យើងបានសួរថាតើឯងអាចជួយខ្ញុំក្នុងការហ្វឹកហាត់បានទេសួរហើយឆောင်းនេះនិយាយថាមិនអីទេអ្នកសង្គ្រោះសេវីខ្ញុំប្រកាសជានឹងជួយលោកហើយខ្ញុំនឹងបង្រៀនលោកនៅរឿងជាច្រើនគាត់និយាយជីនរបស់យើងគិតថាតើគាត់ពិតជានឹងបង្រៀនខ្ញុំអ្វីទាំងអស់មែនទេមិនអីទេបានចឹងឯងត្រូវតែធ្វើការហ្វឹកហាត់ដល់មុខជីននេះផងដែរគាត់និយាយមូជីនរបស់យើងនិយាយថាទេអ្នកនៅក្នុងមូរីមជាធម្មតាមិនបង្ហាញក្បាច់គុណរបស់ពួកគេទៅនរណាទេតើឈុំអាចចូលរួមបានទេនៅពេលគាត់សួរចង់នោះនិយាយថាមិនអីទេទោះបីជាអ្នកទាំងពីរមកក៏ដោយខ្ញុំនឹងផ្ដល់ការហ្វឹកហាត់ដល់អ្នកទាំងពីរគ្រាន់តែទិញស្ករក្រាបឲ្យខ្ញុំគឺគ្រប់គ្រាន់ហើយគាត់និយាយជីនរបស់យើងមិនយល់រឿងនេះទាល់តែសោះហេតុអ្វីព្រោះជាធម្មតានៅក្នុងពិភពលោករបស់គាត់ទោះបីជាពួកគេជា hunters ក៏ដោយហើយថែមទាំងជា hunters ដែលស្និទ្ធស្នាលនឹងគ្នាក៏ដោយគ្មាននរណាម្នាក់បង្ហាញបច្ចេកទេសរបស់ពួកគេទៅអ្នកដទៃដូចគ្នាដែរនៅក្នុងមូរីមគ្មាននរណាម្នាក់ចង់បង្ហាញក្បាច់គុណរបស់ពួកគេឬការត្រាស់ដឹងដែលពួកគេទទួលបានទៅអ្នកដទៃប្រហែលជាបើពួកគេមកពីនិកាយតែមួយវាមិនអីទេប៉ុន្តែគាត់មកពីនិកាយផ្សេងទោះបីជាយ៉ាងនេះក៏ដោយគាត់និយាយថាគាត់នឹងបង្រៀនក្បាច់គុណត្រូវតែមានហេតុផលពីរសម្រាប់រឿងនេះមួយគឺគាត់ប្រហែលជាបង្ហាញវាដោយសារតែគាត់ជាមនុស្សល្អខ្លាំងណាស់មួយគឺគាត់ត្រូវតែជាមនុស្សខ្លាំងណាស់ហើយគាត់ត្រូវតែមានទំនុកចិត្តខ្លាំងចំពោះរឿងនោះដូច្នេះដោយសារតែទំនុកចិត្តនោះគាត់ប្រហែលជាបង្រៀនខ្ញុំដោយគិតថាមិនមានបញ្ហាទេក្នុងការបង្រៀននរណាម្នាក់ជីនរបស់យើងគិតឥឡូវនេះដោយគិតបែបនេះជីននិងមូជីនរបស់យើងមកដើម្បីរៀនពីចង់ពួកគេថែមទាំងហៅគាត់ថាគ្រូទៀតផងឬបែបនេះចង់របស់យើងសប្បាយចិត្តគ្មាននរណាធ្លាប់ហៅខ្ញុំថាគ្រូទេនេះគឺជាលើកទី1ហើយដែលខ្ញុំបង្រៀនបែបនេះនោះហើយជាមូលហេតុដែលខ្ញុំមានអារម្មណ៍ប្លែកគាត់បែរខ្នងហើយអៀនមិនអីទេការអៀនរបស់លោកនឹងបាត់ទៅលោកគ្រាន់តែបង្រៀនពួកយើងយឺតៗគឺគ្រប់គ្រាន់ហើយលោកគ្រាន់តែបង្រៀនពួកយើងដោយដែល sausage បានបង្រៀនលោកគឺគ្រប់គ្រាន់ហើយគាត់និយាយ
จอมกึดหอยโดยซอสเซจบงเรียนหรือโอเคบ่อันจังคิมนึกเคยเรื่องมวยค่าฝึกหัดนู้ประกอบจีนยังมีประโยชน์สำหรับแนกตั้งปีกอดนิเยยดาวแนกเคยเวเตดอยนิเยยแบบนู้กอดจังโอลตึกข้างกล่าวใส่เคพนมนูหรือแมนฮาวพนมนูคือเทรนนิ่งเคฟส์นูกอดจังโอลบังหารกรอมแต่บังหารพรีมจีนระบอยยังเก็ตท่าใส่เกรถเตอร์ตีนูให้รถตลอกมกเวงหรือเวียโอเควีหนึ่งล้อสำหรับการสู้ตรวม endurance ปนไตเวียงไงส่วนนะซอสเซจก็บานประดอการฝึกหัดแบบนี้ได้หรือเมื่อเตอกอดเก็ตយើងត្រូវទៅទីនោះហើយមកវិញតែប៉ុណ្ណោះមែនទេអូហូលោកធ្លាប់សាកល្បងវាពីមុនមកឬឆងនេះសួរដោយភ្ញាក់ផ្អើលខ្ញុំអាចធ្វើរឿងទៅអស់នេះយ៉ាងងាយស្រួលខ្ញុំនឹងទៅហើយមកវិញក្នុងមួយប៉ព្រិចភ្នែកមិនអីទេខ្ញុំនឹងផ្ដល់ពេល1ម៉ោងឲ្យអ្នកទាំងពីរនៅពេលឆងនិយាយស្អីគេ1ម៉ោងឬវាសាមញ្ញពេកហើយតែអញគេថាខ្ញុំនឹងរត់រហូតដល់1ម៉ោងឬខ្ញុំនឹងធ្វើវាឲ្យលឿនជាងនេះនៅពេលគាត់និយាយទេអ្នកមិនចាំបាច់ទៅទីនោះហើយមកវិញទេគ្រាន់តែទៅដល់កំពូលនោះគឺគ្រប់គ្រាន់ហើយគាត់និយាយឬបែបនេះមួយជីនស្អីគេកំពូលនៅលើក្បាលឬទេនៅលើភ្នំតែអ្នកឃើញវាទេអ្នកកំពុងមើលតែខាងក្រោមមើលទៅលើបន្តិចទៅលើតែអ្នកឃើញវាទេកំពូលភ្នំនោះគ្រាន់តែឡើងទៅលើនោះហើយមកវិញគឺគ្រប់គ្រាន់ហើយគាត់និយាយឃើញបែបនេះជីននឹងមួយជីនស្រែកថាហេតុអ្វីឥឡូវនេះយើងទាំងពីរត្រូវឡើងភ្នំនោះបែបប្រាយដៃឬមែនហើយខ្ញុំបានឡើងភ្នំដែលមានកម្ពស់ខ្ពស់ជាងនេះបន្តិចនៅពេលខ្ញុំនៅក្មេងនោះហើយជារបៀបដែលសតសេករបស់ខ្ញុំបានផ្ដល់ការហ្វឹកហាត់ដល់ខ្ញុំហើយខ្ញុំបានធ្លាក់ចុះជាច្រើនដងនៅពេលកំពុងឡើងដោយសារតែធ្លាក់ចុះខ្ញុំស្ទើរតែស្លាប់ជាច្រើនដងនេះពិតជានឹងខ្លាចជាការហ្វឹកហាត់ដ៏អស្ចារ្យគាត់និយាយឆាសតសេកនេះក៏ជាមនុស្សឈួតដែរឆងដែលឆោនៅពេលនេះក៏ជាមនុស្សឈួតដែរមនុស្សឈួតផ្ដល់ការហ្វឹកហាត់ដល់មនុស្សឈួតហើយខ្ញុំបានមកជួយជាលើការហ្វឹកហាត់នោះខ្ញុំគួរចាប់បន្ទោសខ្លួនឯងជីនច្បោះយើងគិតឥឡូវនេះកាត់ពីទីនោះពួកគេផ្ញើជីនច្បោះយើងដែលបានធ្លាក់ចុះជាលើកដំបូងដូច្នេះជីនច្បោះយើងបានធ្លាក់ចុះនៅពេលកណ្ដាលផ្លូវខណៈពេលកំពុងហ្វឹកហាត់បែបនេះឃើញគាត់ភ្លាមសន្តិសុខទាំងពីរនៅនោះដឹងថាគាត់ជាលោកម្ចាស់វ័យក្មេងកុំឡើងម្ដងទៀតការឡើងលើនោះគឺមានគ្រោះថ្នាក់ខ្លាំងណាស់នៅពេលពួកគេនិយាយហេតុអ្វីតើឯងនឹងធ្វើអ្វីនៅពេលសួរហេតុអ្វីលោកបានធ្លាក់ចុះលើកនេះអូខេលោកបានរស់ជីវិតប៉ុន្តែប្រសិនបើលោកធ្លាក់ចុះម្ដងទៀតលោកអាចនឹងស្លាប់នៅពេលនិយាយខ្ញុំបានធ្លាក់ចុះ5ដងរួចហើយខ្ញុំសឹមនឹងការធ្លាក់ចុះហើយគាត់និយាយស្អីគេលើកទី5ឬតើលោកនៅរស់ដល់របៀបណានៅពេលសួរឯងភ្ញាក់ផ្អើលចំពោះ5ដងឬមានម្នាក់បានធ្លាក់ចុះជាង10ដងតាមដែលខ្ញុំដឹងគាត់កំពុងមកឥឡូវនេះគាត់កំពុងមកតាមផ្លូវមើលទៅលើទៅគាត់និយាយតើនរណានៅពេលពួកគេទាំងពីរមើលទៅលើដោយស្រែកបែបនោះមានម្នាក់ទៀតកំពុងមកតាមផ្លូវមិនមានជានរណាផ្សេងទេគឺមួយជីនរបស់យើងលោកបានធ្លាក់ចុះជាង10ដងរួចហើយឥឡូវនេះជាលើកទី11គាត់កំពុងមកយ៉ាងលឿនពីខាងលើដើម្បីបញ្ចប់ការធ្វើដំណើរពេលនោះពួកគេទាំងពីរសួរថាតែយើងមិនគួរជួយសង្គ្រោះគាត់ដែរឬអាយ៉ាបើគាត់ចេះតែធ្លាក់ចុះគាត់នឹងស្លាប់ប្រកាសណាស់គាត់នឹងមិនស្លាប់ទេបើគាត់ស្លាប់គាត់គួរតែស្លាប់តាំងពីលើកទី7ឬទី8ម្លេះដូច្នេះកុំបារម្ភអីនៅពេលគាត់ធ្លាក់ចុះគាត់នឹងធ្លាក់មកលើពួកឯងហើយពួកឯងនឹងឈឺចាប់ដូច្នេះទៅឈួរនៅឆ្ងាយបន្តិចទៅដល់និយាយបែបនោះជីនរបស់យើងនាំពួកគេទាំងពីរចេញទៅឥឡូវនេះនៅពេលដែលមួយជីនហៀបនឹងធ្លាក់ចុះជើងរបស់យើងដែលមកក្នុងទិសដៅដូចគ្នាលឿនជាងគាត់ចាប់គាត់បង្កើនរណ្ដៅធំមួយនៅខាងក្រោមដោយប្រាជីរបស់គាត់ហើយតាមរយៈកម្លាំងនោះគាត់ចុះមកយ៉ាងយឺតចុះមកហើយឥឡូវនេះគាត់សួរមួយជីនថាយ៉ាងម៉េចដែរវាពិតជាអស្ចារ្យណាស់មែនទេវាសប្បាយណាស់មែនទេមួយជីនរបស់យើងចុចគាត់កំពុងសន្លប់អូដូចតែខ្ញុំបានគិតលោកក៏គិតថាវាសប្បាយដែរលោកនិយាយថាវាអស្ចារ្យឥឡូវនេះជីនរបស់យើងគិតថាគាត់កំពុងសន្លប់តើគាត់និយាយថាវាអស្ចារ្យនៅពេលណាហេតុអ្វីបានជាអញយល់ខុសបែបនេះគាត់ពិតជារំភើបចំពោះរឿងនេះគាត់កំពុងរៀបចំផែនការសម្រាប់ពួកយើងដោយមិនចាំបាច់ជីនរបស់យើងគិតអូអ្នកសង្គ្រោះលោកក៏នៅទីនេះដែរឬមែនហើយបើមានអ្នកណាម្នាក់ចេះតែរុញខ្ញុំចុះខ្ញុំនៅទីនេះហើយតើមានរឿងអីអ្នកសង្គ្រោះលោកមិនចាំបាច់ប្រាប់ខ្ញុំថាដោយសារតែខ្ញុំទើបលោកទទួលបានការហ្វឹកហាត់ច្រើនបែបនេះទេលោកមិនចាំបាច់អរគុណខ្ញុំបែបនោះទេអ្នកសង្គ្រោះគាត់និយាយបាត់មកទៅប្រសិនបើឯងមិនបានរំខានខ្ញុំទេខ្ញុំប្រកាសជាបានឡើងដោតហើយមិនត្រឹមតែប៉ុណ្ណោះនៅពេលដែលខ្ញុំកំពុងឡើងឯងចេះតែគប់ដុំថ្មតូចៗហើយបន្ទាប់មកដុំថ្មធំៗដាក់ខ្ញុំម្ដងហើយម្ដងទៀតបន្ទាប់ពីធ្វើរឿងទាំងអស់នេះហើយតើឯងរំពឹងថាខ្ញុំនឹងអរគុណឯងឬបាត់មកទៅអាមនុស្សកំហួយគាត់និយាយតាមការពិតជើងនេះហើយដែលចេះតែនិយាយថាអ្នកសង្គ្រោះមានផ្លាំងថ្មកំពុងរមៀលមកគ្រប់លោកប្រយ័ត្នផងហើយគប់ថ្មដាក់គាត់ម្ដងហើយម្ដងទៀតឥឡូវនេះបំណែកមើលដែលកំពុងធ្វើដំណើរនៅប៉ែកកណ្ដាលផ្លូវទើបតែបើកភ្នែកគាត់បើកភ្នែកហើយមើលទៅក្រោយក្រឡេកមើលទៅឆងកំពុងឈរនៅទីនោះគាត់ផ្ដល់ប្រតិកម្មមួយចំពោះគាត់ហើយមកសម្លាប់គាត់ភ្លាមឈប់សិនលោកម្ចាស់វ័យក្មេងថ្ងៃនេះខ្ញុំនឹងសម្លាប់វាឲ្យបានដោយមិនចាំបាច់នៅពេលដែលខ្ញុំកំពុងឡើងវាគប់ផ្ទាំងថ្មធំដាក់ខ្ញុំហើយព្យាយាមសម្លាប់ខ្ញុំបាបកម្មថ្ងៃនេះខ្ញុំនឹងសម្លាប់វាឲ្យបានគាត់កំពុងមកវាយគាត់ក្រឡេកមើលទៅឆងរបស់ខ្ញុំតោងជាប់នឹងភ្នំដូចបង្គួយហើយឡើងទៅលើយ៉ាងលឿនភ្លាមនោះឈប់សិនលោកម្ចាស់ឥឡូវនេះខ្ញុំនឹងឡើងទៅដែរហើយសម្លាប់វាឲ្យបានលឿន
ចាំមើលនៅពេលគាត់និយាយឯងនឹងស្លាប់មុនពេលនោះមិនអីទេឬជីនរបស់ខ្ញុំសួរភ្លាមនោះមកជីនយំលោកម្ចាស់វ័យក្មេងវាចេះតែរមៀនផ្ទាំងថ្មដែលមានទំហំប៉ុនក្បាលរបស់ខ្ញុំដាក់ខ្ញុំវាឈឺណាស់គាត់និយាយមិនអីទេនេះណែដោយនិយាយបែបនោះគាត់ផ្ដល់ថង់មួយឲ្យគាត់តានេះជាអ្វីលោកម្ចាស់នៅពេលសួរនៅក្នុងនេះមាន energy pills ប្រហែលជាបើឯងត្រូវការកម្លាំងនៅពេលណាមួយឬហត់ខ្លាំងយកមួយគ្រាប់ពីក្នុងនេះមកញ៉ាំប្រើវាតែនៅពេលឯងកំពុងឡើងប៉ុណ្ណោះគង់ប្រើវាញឹកពេកដោយមិនចាំបាច់គាត់និយាយដូច្នេះជីនរបស់ខ្ញុំឥឡូវនេះប្រាប់គាត់ថាមុននឹងឡើងធ្វើអ្វីគ្រប់យ៉ាងដោយប្រយ័ត្នប្រុងប្រយ័ត្នបោះជំហានម្ដងមួយកុំប្រញាប់ប្រញាល់ពេកដោយនិយាយថាឯងនឹងតែលឿនហើយស្លាប់លឿនផ្ដោតតែលើគោលដៅរបស់ឯងប៉ុណ្ណោះការឡើងទៅដល់កម្ពស់នោះគឺជាគោលដៅរបស់ឯងដោយនិយាយបែបនោះជីនរបស់ខ្ញុំសម្លឹងមើលភ្លុំនោះភ្លើងមួយចាប់ដើមឆេះនៅក្នុងខ្លួនគាត់ឆេះហើយភ្លើងយ៉ាក់មួយជីនរបស់ខ្ញុំកំពុងសម្លឹងមើលដោយភាពក្លាហានកន្លះថ្ងៃហើយចាប់ពីដើមឡើងភ្លុំនេះក្នុងរយៈពេល6ម៉ោងទៀតវានឹងលាក់ហើយក្នុងពេលនោះខ្ញុំប្រកាសជានឹងឡើងភ្នំនេះឲ្យបានខ្ញុំទៅហើយដោយនិយាយបែបនោះជីនរបស់ខ្ញុំចាប់ដើមឡើងយ៉ាងលឿនភ្នំនេះដែលជីនរបស់ខ្ញុំចាប់ដើមឡើងមានកែមរដប់នៅកន្លែងខ្លះក្នុងពេលជាមួយគ្នានេះមានកែមរលោងខ្លាំងនៅកន្លែងខ្លះមានកន្លែងល្មមសម្រាប់ជីនរបស់ខ្ញុំកាន់ដោយដៃទាំងមូលប៉ុន្តែនៅកន្លែងខ្លះមានចន្លោះល្មមសម្រាប់តែកាន់ដោយម្រាមដៃប៉ុណ្ណោះដូច្នេះដោយសារតែវាជាភ្នំដ៏ចម្លែកបែបនេះជីនរបស់ខ្ញុំបានធ្វើឲ្យវិញ្ញាណរបស់គាត់មុតស្រួយតាមរយៈរឿងនេះហេតុអ្វីព្រោះនៅពេលឡើងលើនេះតើតែគាត់ប្រុងប្រយ័ត្នថារាងកាយទាំងមូលរបស់គាត់នៅទីណាទើបគាត់អាចឡើងយឺតបានប្រហែលជាបើជីនរបស់យើងប្រើឈីឬប្រើដាវដើម្បីឡើងគាត់អាចឡើងបានលឿនជាងនេះប៉ុន្តែនេះគឺជាការវឹកហាត់ជីនរបស់យើងក៏ចង់និយាយថាមិនគួរធ្វើបែបនេះក្នុងការវឹកហាត់ទេប៉ុន្តែគាត់មិនបាននិយាយទេហេតុអ្វីព្រោះមានហេតុផលមួយទៀតដែលជីនរបស់យើងមិនប្រើឈីតើវាជាអ្វីគឺថានៅពេលណាដែលជីនរបស់យើងហៀបនឹងប្រើឈីមានមនុស្សឈួតម្នាក់នៅខាងលើដែលចេះតែរមៀលផ្ទាំងថ្មធំដាក់ជីនរបស់យើងឃើញគាត់ភ្លាមជីនរបស់យើងនិយាយថាខ្ញុំមិនបានធ្វើអីទេខ្ញុំពិតជាមិនបានធ្វើអីទេអ្នកសង្គ្រោះជីតារបស់ខ្ញុំបាននិយាយយ៉ាងច្បាស់គ្មានការបន្លំក្នុងការវឹកហាត់ទេក្បាច់គុណនឹងទទួលបានលុះត្រាតែញាក់បង្ហូរឈាមនិងញើសខ្ញុំត្រៀមខ្លួនរួចរាល់ហើយដើម្បីបង្ហូរគឺឯងទេដែលយកផ្ទាំងថ្មមកគប់ដាក់ក្បាលអញហើយធ្វើឲ្យអញបង្ហូរឈាមសូមមេត្តាកុំគប់អ្វីទាំងអស់ខ្ញុំមិនបានធ្វើអីទេដោយនិយាយបែបនោះជីនរបស់យើងកំពុងឡើងមកនៅកន្លែងមួយជីនរបស់យើងលោតពីចំហៀងហើយទៅឈរនៅកន្លែងដែលចោតខ្លាំងមានកន្លែងតូចមួយបើគ្រាន់តែឡើងលើនោះយើងអាចទៅដល់កំពូលបានលឿនដោយគិតបែបនោះគាត់លោតទៅដោយលំបាកហើយឡើងទៅដល់ដោយប្រភេទប្រភេយឡើងដល់ហើយចាប់ពីពេលនេះទៅបើទៅបន្តិចទៀតខ្ញុំអាចធ្វើវាបានលឿនគាត់គិតពេលនោះការជូនដំណឹងមួយមកពីប្រព័ន្ធកម្លាំងភាពរហ័សរហួននិងការស៊ូទ្រាំរបស់ជីនរបស់យើងចាប់ផ្ដើមកើនឡើងតើមានរឿងអ្វីគឺថាជីនរបស់យើងកំពុងធ្វើការវឹកហាត់នេះជាបន្តបន្ទាប់មែនទេដូច្នេះគាត់កំពុងដាក់រាងកាយរបស់គាត់ទៅដល់កម្រិតកំណត់ជាបន្តបន្ទាប់ដោយសារហេតុផលនោះហើយទើបប្រព័ន្ធរបស់យើងបង្កើនកម្លាំងរបស់គាត់នេះក៏ជារឿងធំសម្រាប់ជីនរបស់យើងដែរព្រោះគាត់គិតថាការវឹកហាត់របស់គាត់មានប្រសិទ្ធភាពខណៈពេលដែលគាត់កំពុងគិតបែបនេះផ្ទាំងថ្មដ៏ធំមួយបានត្រៀមរួចរាល់នៅពីក្រោយគាត់ខ្ញុំដឹងហើយថាអាឆ្កួតនេះនឹងធ្វើអ្វីមួយបែបនេះជីនរបស់យើងដោយវិធីណាមួយបំបែកផ្ទាំងថ្មនោះដោយដៃរបស់គាត់ផ្ទាល់ហើយឡើងទៅលើឥឡូវនេះឆុងសួរថាខ្ញុំពិតជាភ្ញាក់ផ្អើលណាស់អ្នកសង្គ្រោះលោកបានបំបែកផ្ទាំងថ្មនោះដោយដៃរបស់លោកផ្ទាល់អញនឹងបំបែកក្បាលរបស់ឯងឥឡូវនេះថយចេញទៅក្រឡេកមើលទៅដៃរបស់ជីនរបស់យើងហាមដូចនួនបញ្ចុកល្អណាស់អ្នកសង្គ្រោះអ្នកទាំងពីរបានឡើងមកដល់ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះប្រសិនបើឯងមិនបានខាត់ពួកយើងទេពួកយើងប្រកាសជាបានឡានមកដល់ក្នុងរយៈពេលកន្លះថ្ងៃហើយឯងបានអូសបន្លាយការងារដែលគួរតែបញ្ចប់ក្នុងរយៈពេល6ម៉ោងទៅជាមួយមួយថ្ងៃឃើញទេទោះជាយ៉ាងណាក៏ដោយអ្នកទាំងពីរបានជោគជ័យហើយនៅពេលឆងនិយាយជីនរបស់យើងមានអារម្មណ៍សប្បាយចិត្តថាពួកយើងឈ្នះហើយម៉ារ៉ាទីបំផុតពួកយើងបានបញ្ចប់អ្វីៗទាំងអស់ហើយនៅពេលជីនរបស់យើងគិតឆងនេះត្រៀមខ្លួនជាស្រេចដើម្បីទម្លាក់គ្រាប់បែកដ៏ធំមួយទៀតតើគាត់និយាយអ្វីឥឡូវនេះដោយសារតែអ្នកបានឡើងមកម្ដងហើយអ្នកនឹងអាចឡើងមកបានយ៉ាងងាយស្រួលនៅ9ដងបន្ទាប់គាត់និយាយឥឡូវនេះជីននិងមូជីនរបស់យើងសម្លឹងមើលដោយភ្ញាក់អើលស្អីទេអញ្ចឹងពួកយើងត្រូវធ្វើបែបនេះ9ដងទៀតឬមែនហើយអញ្ចឹងឯងនឹងគប់ផ្ទាំងថ្មធំដាក់ពួកយើងទៀតឬមែនហើយត្រូវតែគប់បែបនោះហើយជាច្បាប់ពិភពលោក
หรือแบบนี้จินระบะยังจับรามยมเตยโจอันเหมือนเธอเต้อันก็มีกำลังส่งใบแต่เจ้าเตยกราวฟ้องอันใบจะปรับเอาล้างประมบนดองเตียดอันหนึ่งเหมือนเธอเรื่องต่างอานิเต้ปุกี้ต่างปีเจตยมหรือแบบนี้ช่องจับรามซอยหรือมนุษย์กำโหดเต้สมโตเนี่ยตั้งปีเธอโดยขยมได้เนาะไปเด็กขยมถือการฝึกหัดนี่ดำบงเครียมก็ยมโดยนี่ได้ขยมกับบ้านเธอปรับจีตารอขยมได้เพียมนู้กอดบ้านเธอเอาไว้มวยกอดบ้านยกดาวโดยนี้ให้เธอแบบนี้สลักกอดนี่เองแฮดไว้บ้านจีไอเธอแบบนี้อะไรนี้เนาะเปซัวขมิ้นเอาไว้เท่จีตาระบอกขยมบ้านนี่เอท้าการล้างหมอกเลิกคือปีบากบรรดาการโจตึกกรอมคือเงียสรวนนะโดยเฉพาะเนี่ยไอโจตึกกรอมบ้านเลี้ยให้เนี่ยสังกรูจูบขมิ้นมาดองเตี้ยกอดนี่เองอันหนึ่งล้างมาจูบไออัจกวดไอเอาไอล้างประมบุญดองเตี้ยหรือปูเกโจตึกกรอมจมูกพนมแตงมูลจินระบอกเยือนจับดามลางพนมนี้มาดองติดอย่างเลือนมูจินระบอกเยือนก็จับดามลางเลื่อนกว่าสมแดอะไรนี้สันติสุขแดกำปงมือเรื่องต่างอ่อนนี้นิเยธาต้าปนมันไงหายตามแดกครึมดังปูเกบานล้างระยะเป็ดใบไงหายสันติสุขมันนักเตี้ยนิเยตัวใบจะทวารออยขนมใบคายหรือมูชน้ำก็ได้ขนมมันอาจล้างเลือนนีบานเตให้ขนมมันอาจแจกแกโกวอลคลายมิงเทคนิคนี้ดอยกำรัดนิเตปันท้ายปูเกตั้งปีจะกระถือวีมาดองหายมาดองเตียดปูเกเกิดพิมพ์นู้อย่าเดินกระบายกอดสัวธาตายังมันอาจเรียนกระบายกุนบานเตแมนไฮมันไอเรียนบานเต้พวกยืงแต่งปีขมิ้นบานกายืงกรวนแต่สำหรับยำสัตว์เกรียมนปนอตรมเตยยกเวียมอกยืนนึงตุ่มเปียเวียพวกเกแต่งปีจับดามตุ่มเปียเวียเอเลยนี้จินระเบายืงบานล้างแต่เลือพนมหายชอนึกนงจนล้อตอยมวยเอเลยนี้กวาดกงเมิลถาต้าเปสกะกรรมนุคือจีไวกาวักคัดโดยประยาวระบบสวอตเซจเปสกะกรรมไตรบานสเซแบบนี้เพราะจินระเบายืงกำปงเรียนปีเสระบก่อนโดยเฉพาะนี้คือจีกาวักคัดโดยประยาวนึกนึงกาวักคัดนี้เตอแต่ล้างมอกดับดองคือชี้เอาไว้เดเตอเถื่อสำหรับเปสกะกรรมนี้โดยเฉพาะประเสริฐบกอดเถื่อแต่ปนงกอดนึงบังจับเปสกะกรรมนี้ปันตายมีนมันแนกชอเนื้อขังเลือดำไปเรียเรียงมันอ่อยกอดเถื่อเวียเพลียมนู้กอดสู่ทาแนกสังกลัวโลกเนื้อเอนะกรนแต่บังหายกระบ้าระบอกโลกมอกขยำเตรียมคลูนรุยรอลหายดำไปกุบเอาไว้มุ้ยในจิตโลกอาศัยโกนี่ดาราบหน้าวิเมียนวัตเมียนขยำมันไอลางบานเตขยำเกยแต่ประหยัดประหยัดจินระเบาเยื้องกำปุงประหยัดประหยัดในกำปูลณสังครัวเมื่อโจถักเขียมบานน้อมเอาไว้มอกดำไปสังครัวโลกเชียงนี่เอได้ก็ได้สลังจินระเบาเยื้องลุยเมลอาชการตาเวียนังสังครัวอันโดยระเบียบหน้าตาอันจอกเวียมอกดำไปสำหรับอันแมนเตบ่เวียทลักโจเอาเวียทลักเตยหัดเอาไว้บานที่อันจอกเวียมอกให้จองกุบดักกบาลอันมาดองเตียดโอ้ณสังครัวโลกเนยตีนี่หรือขยังบานรอกคืนหายณสังครัวกรอนแต่บังหานกบาลระเบาโลกมอกขยำนึงกุบเวียถนอมให้สังครัวโลกบามันนึงจริงเตโลกนึงมันอาจเรียนเกโก้วอลคลายบิงเทคนิคนี้บ้านตรำตรึเตเนี่ยสังครัวกรอนแต่บังหานกบาลระบบโลกหมอกขยำนิเยดำใบพอลประย้ายระบบโลกกอดนิเยอาชกาบตาขยำรอกมนุษย์แบบนี้ปีนาดำบงให้เอาไว้บ้านจีขยำตรึเรียนเกโก้วอลคลายบิงเทคนิคให้เอาไว้บ้านจีขยำตรึติตีบรรจบซอบเนื้อเปะกันดาลอัตเรียดตู้จียางนากระดอยกาเวิกหัดนี้คือละอตู้จียางนี่กระไดจินระบอกยังเมียนอารมณ์ทุนตรอบันติกครองกาทัวเวียเอเลนี้มนุษย์กาบมันเนี่ยล้างหมกตีนี่มูจินระบอกยังกอดก็ล้างหมกชอในครองจันล้อนี่ได้เอเลนี้มูจินระบอกยังเมียนอารมณ์ปรุยบรมอย่างคลั่งจมโปเรื่องติงอ่อนนี่เมียนในทาตู้เจกอดปรับอ่อยทัวกาเวิกหัดแบบนี้ก็ดอยมูจินระบอกยังกำปงทัวเวียเคยแบบนี้จินระบอกเยิงกิจทาเครื่องปลิดชีพยะผานะแต่กอดเพื่อกาฝึกหัดนี้ยุ่มาแหละมันเติมแต่ปนเนาะกำรัดระบอกอดกบานการลางอย่างคลั่งได้กดเกิดไอเหล่านี้มุจินบานลางดอกำรัดไซเสปรำใบกาฝึกหัดนี้ปิดจิมีนประสิทธิภาพแม่นจินระบอกเยิงเกิดไอเหล่านี้จินระบอกเยิงนิเยเรื่องมวยปีบอดปีสอดอเตตการะบอกอดขยมหนึ่งปรับไอเรื่องมวยสดับอ่อยบานลอประสันบาไอจองกาเปียบรักดาไอมีนชีวิตระบอกไอหนึ่งมนุษย์ดาเนยจมวยไอตรึดได้เตรียมคลูนสลับเจนิกปันตาเนื้อเปี้ยวได้สกได้สลับหมกดอไอมันกัวมีนกุมเด็ดทาประหายจะขยมกัวแต่ฝึกหัดอ่อยบานเจริญเจนี้ดำไว้เตรียมคลวนให้เอาไว้ปลูกการูเนยคือประสาจิงกาสลับโดยฉะนั้นวิมันเขาเทขนมกาฝึกหัดดอกำรัดสลับเนื้อเปได้ไอเนื้อรั้วก็นิเยหรือแบบนี้มุจินสู่ทาลูกมาจ้าเวขมิงเคี้ยวเมียนกาสงสัยมวยตาลูกจิมนุษย์แกล้งคลายเมนเตให้เอาไว้บานจีไอสู่แบบนี้เตการนิเยแบบนี้อันเหล่านี้อาจจำไลบันติดสำหรับคิ้วปันตายโลกบันฟลับโดยจรนะบุคลิกลักษณะระบอบโลกกบัดกุลระบอบโลกเราเบียบได้โลกนิเยโลกบันฟลับโดด้วยจิมนุษย์ได้เมียนบอดพิซาวด์โลกบันฟลับโดแต่จิมนุษย์เซ้งต่างสรงก็นิเยหรือแบบนี้จินระบอบเยิงต้าแองมันบานลือเตรึกรัวซาจินระฟุงบังการอาวุธสมงัดมุ้ย
នោះគឺខ្ញុំតើឯងមិនបានឮទេឬនៅពេលសួរនោះគ្រាន់តែជាពាក្យចចាមអារាមប៉ុណ្ណោះគ្មាននរណាជឿមិនត្រឹមតែប៉ុណ្ណោះមនុស្សជាច្រើនបានឃើញលោកដើរលេងប្រហែលជាបើលោកមិនមែនជាសមាជិកនៃគ្រួសាររបស់យើងបើលោកជាចារកម្មមកពីកន្លែងផ្សេងប្រាប់ខ្ញុំឥឡូវនេះមកខ្ញុំនឹងទុកលោកឲ្យនៅគាត់និយាយអ៊ីបើខ្ញុំជាចារកម្មមកពីគ្រួសារផ្សេងតើឯងមិនរាយការណ៍ខ្ញុំភ្លាមទេនៅពីសួរទេឥឡូវនេះគឺប្រសើរជាងពេលមុនដូច្នេះវាជាការល្អដែលលោកនៅបែបនេះមុខជីនរបស់យើងនិយាយភ្លាមនោះជីនរបស់យើងមិនអីទេខ្ញុំក៏ចង់ប្រាប់ឯងរឿងនេះជាយូរមកហើយដែរខ្ញុំមានបំណងប្រាថ្នាចង់ប្រាប់ការពិតនេះទៅនរណាម្នាក់ប៉ុន្តែខ្ញុំមិនអាចប្រាប់បានទេតើខ្ញុំគួរប្រាប់ឯងឥឡូវនេះទេដោយនិយាយបែបនោះជីនរបស់យើងដើរមុខចិត្តឥឡូវនេះមុខជីនមុខចិត្តខ្ញុំនឹងនិយាយរឿងនេះតែម្ដងគត់ស្ដាប់ឲ្យបានល្អហេតុអ្វីព្រោះខ្ញុំពិតជាមកពីពិភពផ្សេងនៅទ្រង់ពិភពលោកនោះមិនមានរឿងបែបនេះទេខ្ញុំមិនដឹងថាវាឆ្ងាយប៉ុណ្ណាពីពិភពនេះទេប៉ុន្តែប្រហែលជាឆ្ងាយណាស់ខ្ញុំកំពុងនិយាយពីពិភពបែបនោះនៅពិភពនោះមានបិសាចដែលមានស្នែងធំមានស្លាបនិងបិសាចចម្លែកជាច្រើនខ្ញុំមកពីពិភពបែបនោះពេលមកដល់ទីនេះខ្ញុំបាក់ភ្នែកឡើងស្រាប់តែមានប្រព័ន្ធ system មួយលេចឡើងនៅចំពោះមុខខ្ញុំបន្ទាប់មកខ្ញុំក៏ឡើង level បានពិន្ទុហើយខ្ញុំក៏ខ្លាំងឡើងយ៉ាងលឿនមិនដែរជីណូសួរមួយជីនធឿមិនដឹងហើយនិយាយថាខ្ញុំទៅឡើងភ្នំហើយមួយជីនដើរចេញទៅជីណូសួរថាស្អីគេឯងមិនជឿខ្ញុំទេឬឯងគិតថាខ្ញុំនឹងនិយាយថាខ្ញុំមកពីបាក់ពិសាច demonic cult ឬបាក់ឈាម blood cult មែនទេអូខេខ្ញុំខូដែលសួរឯងខ្ញុំទៅវឹងហើយខណៈដែលជីណូគិតបែបនេះស្រាប់តែជីណូទៀងអាវមួយជីនមកក្រោយព្រោះអាចគាត់ส่งបានគប់ដុំថ្មមកហើយជីណូបានជួយសង្គ្រោះមួយជីនពីដុំថ្មនោះទីបំផុតជីណូនិងមួយជីនបានឡើងមកដល់កំពូលភ្នំជីណូសប្បាយចិត្តថាយើងឈ្នះហើយส่งនិយាយថាខ្ញុំមិននឹកស្មានថាអ្នកទាំងពីរធ្វើបានសម្រេចសោះជីណូសួរថាអញ្ចឹងឯងគិតថាពួកយើងធ្វើមិនបានមែនទេส่งថាទេខ្ញុំមិនមែនគិតថាអ្នកធ្វើមិនបានទេប៉ុន្តែខ្ញុំត្រូវចំណាយពេលកន្លះខែដើម្បីធ្វើវាបានប៉ុន្តែអ្នកទាំងពីរធ្វើបានលឿនបែបនេះទើបខ្ញុំភ្ញាក់មួយជីនលឺហើយក៏ភ្ញាក់ថាមិនអន់ទេគេចំណាយពេលកន្លះខែប៉ុន្តែយើងធ្វើបានក្នុងរយៈពេលប្រហែលថ្ងៃនេះយើងពិតជាខ្លាំងមែនចុះវាយទុយជីនូថាកុំថនអារំភើបពេកសួរគេមើលថាពេលគេធ្វើនឹងគេអាយុប្រហែលយើងអាយុប្រហែលហើយតាមពិតទៅពេលសុំធ្វើវាគេមានអាយុត្រឹមតែ10ឆ្នាំប៉ុណ្ណោះក្មេងអាយុ10ឆ្នាំធ្វើបានបើគេចំណាយពេលកន្លះខែនោះជារឿងធំហើយសូមនិយាយថាទោះជាយ៉ាងណាអ្នកទាំងពីរពិតជាបានខិតខំប្រឹងប្រែងហើយបានសម្រេចរឿងដែលមិនអាចទៅរួចខ្ញុំសូមសរសើរដោយសារហេតុផលនោះខ្ញុំនឹងส่งហាក់ដូចជាចង់និយាយអ្វីមួយជីណូនឹងមួយជីនភ័យថាអាចឈួតគុំនិយាយអីផ្សេងទៀតណាส่งថាខ្ញុំមានលំហាត់ប្រាណដ៏សប្បាយជាច្រើនទៀតសម្រាប់អ្នកតោះចាប់ផ្ដើមទេជីណូគិតថាចាប់ផ្ដើមស្អីទៀតមិនមែនចាប់ហើយទេឬចាប់ហើយតោះទៅវិញការវឹកហាត់បន្ទាប់សម្រាប់ជីនបានចាប់ផ្ដើមហើយដំបូងឡើយការវឹកហាត់នេះបានធ្វើឲ្យជីនคล้ายជាក្រណាត់រហែកបន្ទាប់មកជីនស្ទើរតែចង់កសម្រាប់ខ្លួនព្រោះនៅក្នុងការវឹកហាត់នេះក៏ត្រូវតែប្រយុទ្ធ sparring ជាមួយសុងដោយផ្ទាល់វាដូចជាការវឹកហាត់ប្រយុទ្ធប៉ុន្តែជីនមិនមែនកំពុងប្រយុទ្ធទេគឺកំពុងត្រូវគេវាយឥឡូវនេះគេបង្ហាញយើងពីបន្ទប់របស់បងប្រធមគេបង្ហាញយើងពីបន្ទប់របស់ clan leader ក្រុមញាក់ប្រែកដែលនៅជាមួយគាត់កំពុងរាយការណ៍អំពីរឿងសំខាន់នៅទីនោះបងប្រធមក៏ផ្ដល់ការសម្រេចចិត្តចំពោះរឿងនីមួយៗដែលពួកគេនិយាយដើម្បីជួយប្រឆាំងនឹងក្រុមបិសាចនៅទីនោះនិងជួយប្រជាជននៅទីនោះតើយើងអាចបញ្ជូននរណាម្នាក់ទៅបានទេនៅពេលសួរដូច្នេះយើងមិនអាចបញ្ជូននរណាម្នាក់ទៅបានទេនៅពេលនេះអ្វីដែលសំខាន់សម្រាប់យើងនៅពេលនេះគឺពង្រឹងកលែងរបស់យើងដោយសារហេតុផលនោះចូលសុំជំនួយពីត្រកូលទាំង5ដែលនៅទីនោះស្រាប់ពួកគេប្រកាសជាអាចមើលការខុសត្រូវរឿងនេះបានគាត់បានប្រើប្រាស់អ្នកប្រាជ្ញទាំងអស់នៅទីនោះទៅមិនអោយដេកពូនមិនអីទេទៅសម្រាប់បន្តិចទៅគាត់ឲ្យពួកគេទៅវៃផែនក៏សួរថាតើលោកមិនបានប្រាប់ពួកគេអំពីកិច្ចព្រមព្រៀងដែលយើងបានធ្វើជាមួយរដ្ឋាភិបាលទេឬគាត់បានធ្វើកិច្ចព្រមព្រៀងជាមួយយូណុកហុងវៃផែនសួរអំពីរឿងនេះបងប្រធមមិនបានប្រាប់រឿងនេះដល់នរណាម្នាក់ផ្សេងទៀតទេព្រោះវាជាកិច្ចព្រមព្រៀងសម្ងាត់ប្រសិនបើវាបែកធ្លាយនៅពេលនេះនឹងមានពាក្យចចាអារាមជាច្រើនដូច្នេះចាំទាល់តែអ្វីត្រូវបានបញ្ជាក់ច្បាស់លាស់សិនចាំប្រាប់គេគាត់សម្រេចចិត្តបែបនេះពេលនោះមានមនុស្សម្នាក់មកជួបបងប្រធមមានការអ្វីចង់អ្វីទេខ្ញុំភ្លេចប្រាប់រឿងមួយមានដំណឹងមកពីនិកាយភ្នំហួរពួកគេបានបញ្ជូនផ្កាផ្លាំទាំង3ផ្កាផ្លាំទាំង3គឺជាមនុស្សដែលខ្លាំងបំផុតនៅក្នុងនិកាយភ្នំហួរមានតែ3នាក់ប៉ុណ្ណោះដូច្នេះសមាជិកដែលខ្លាំងបំផុតទាំង3នាក់នោះ
หรือบ้านเกให้ถับก้าพลัมแต่งใบหากเอาไว้บ้านจิมนุษย์ด้วยពួកគេផ្ញើសារមកទីនេះនៅក្នុងនោះគេសរសេរបែបនេះហើយមានរឿងមួយទៀតអ្នកប្រាជ្ញនោះនិយាយរឿងមួយទៀតស្អីគេគឺថាម្ចាស់មីរបស់ពួកគេបានបាត់ខ្លួនមានឱកាសច្រើនដែលគាត់នឹងមកគ្រូសាជីនដូច្នេះប្រសិនបើគាត់មកសូមរាយការណ៍ប្រាប់ពួកគេវិញផងនេះគឺជាអ្វីដែលសរសេរនៅក្នុងដំណឹងនោះ ឮដូច្នេះបងប្រុសធំនិងវីផែនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះម្ចាស់មាននោះប្រកាសជាអ្នកប្រាជ្ញដាវដូច្នេះអ្នកប្រាជ្ញដាវកំពុងមកជួបពួកគេអ្នកទាំងពីរមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងយើងអាចទទួលបានការវឹកហាត់ដោយផ្ទាល់ពីគាត់ឬរៀនមេរៀនខ្លះពីគាត់ប៉ុន្តែហេតុអ្វីបានជាគាត់ត្រូវមកវីផែនសួរឯងនៅមិនទាន់យល់ទៀតឬប្រកាសណាស់គាត់មកតាមរកសិស្សរបស់គាត់ព្រោះគាត់ចិញ្ចឹមគេដូចជាកូនសិស្សនោះឈ្មោះឈីងភុងមែនទេឥឡូវនេះគេនៅឯណាបងប្រុសធំសួរគេមែនទេឥឡូវនេះគេកំពុងតែវាយប្អូនប្រុសរបស់លោកស្អីគេវាយប្អូនប្រុសរបស់ខ្ញុំឬបងប្រុសធំខឹងឥឡូវនេះគេបង្ហាញយឺពីការវឹកហាត់នោះតាមពិតទៅវាជាការវឹកហាត់ប៉ុន្តែដូចដែលគេនិយាយគេកំពុងតែវាយប្អូនប្រុសរបស់គាត់ជីនត្រូវគេវាយម្ដងហើយម្ដងទៀតមិនដូចជីនមូទេស៊ុងប្រើកម្លាំងពេញទំហឹងដើម្បីវាយសូម្បីតែជីនមូក៏ដោយសារតែជាប្អូនប្រុសគាត់ប្រហែលជាមិនប្រើកម្លាំងខ្លះនៅកន្លែងខ្លះប៉ុន្តែស៊ុងមិនធ្វើបែបនោះទេគេវាយជីនយ៉ាងដំណំប្រសិនបើជីនប្រើទម្រង់បំភុនដើម Origin Illusion Form ហើយស៊ាំនឹងវាស៊ុងនឹងប្រើ Falling Flower Shadow Chasing Palm Flame ប្រសិនបើព្យាយាមទប់ទល់នឹងវាគេនឹងប្រើ Tiger Subduing Fist មកវិញប្រសិនបើព្យាយាមទប់ទល់នឹងវាទៀតគេនឹងប្រើបច្ចេកទេសដែលជីនមិនធ្លាប់ឮពីមុនមកតើគេចេះក្បាច់គុណច្រើនយ៉ាងនេះមកពីណាជីនគិតពេលនោះគេក៏សួរថាអ្នកសង្គ្រោះអ្នកមិនអីទេឬត្រូវហើយខ្ញុំមិនអីទេឯងទើបតែមកសួរខ្ញុំឥឡូវនេះឬឯងវាយខ្ញុំពេញមួយថ្ងៃហើយឯងមិនគិតចង់សួរខ្ញុំថាមិនអីទេឬតាំងពីពេលនោះមកទេឬអ្នកសង្គ្រោះប្រសិនបើខ្ញុំសួរអ្នកនៅពេលនោះវានឹងមិនដូចជាការវឹកហាត់ទេព្រោះខ្ញុំមិនមែនជាមនុស្សដែលធ្វើអ្វីលេងទេប្រសិនបើជាការប្រយុទ្ធវាត្រូវតែដូចជាការប្រយុទ្ធក្នុងជីវិតពិតទើបអ្នកអាចរស់រានមានជីវិតបានជីននិយាយថាប្រកាសណាស់ជីតារបស់ឯងជាអ្នកប្រាប់រឿងនេះមែនទេអ្នកសង្គ្រោះដឹងដោយរបៀបណាថាជីតាខ្ញុំនិយាយអ្នកសង្គ្រោះស្គាល់ជីតាខ្ញុំដែរឬក្រៅពីជីតាឯងតើមាននរណានិយាយទៀតអ្នកដែលបង្រៀនឯងគឺជីតាឯងដូច្នេះគាត់ប្រកាសជាអ្នកនិយាយហើយជីនគិតជីនក៏និយាយថាមិនអីទេទុកខ្ញុំមួយឡែកសិនមើលទៅខាងនោះមើលមានម្នាក់នៅដេកនៅឡើយក្មេងនោះនៅមិនតាន់ក្រោកទេគេដេកនៅទីនោះឯងនឹងនិយាយយ៉ាងម៉េចចំពោះគេឃើញថាមូជីននៅដេកនៅឡើយ សុងក៏និយាយថាទេអ្នកសង្គ្រោះខ្ញុំមិនដែលធ្វើបែបនេះពីមុនមកទេខ្ញុំមិនដែលฝึกហាត់ឲ្យនរណាញាក់បែបនេះទេដូច្នេះខ្ញុំមិនសូវចេះគ្រប់គ្រងកម្លាំងរបស់ខ្ញុំទេព្រោះកំឡុងមកខ្ញុំធ្លាប់តែប្រយុទ្ធជាមួយជីតារបស់ខ្ញុំប៉ុណ្ណោះជីនគិតថានោះក៏ត្រូវដែរនៅចំពោះមុខជីតាគេមិនចាំបាច់ទប់កម្លាំងទេព្រោះគាត់ជាអ្នកប្រាជ្ញដាវមិនអីទេឯងមិនចាំបាច់បារម្ភទេមូជីនប្រកាសជាយល់ពីរឿងនេះកុំបារម្ភយើងចាប់ផ្ដើមฝึกហាត់បន្តទៀតសុងក៏និយាយថាអ្នកសង្គ្រោះក្នុងចំណោមមនុស្សដែលខ្ញុំធ្លាប់ជួបអ្នកគឺជាមនុស្សដែលល្អបំផុតព្រោះទោះបីជាខ្ញុំវាយអ្នកប៉ុន្មានក៏ដោយអ្នកនៅតែក្រោកឈរឡើងវិញម្យ៉ាងទៀតការវាយអ្នកពិតជាសប្បាយណាស់វាធ្វើបែបនេះដោយចេតនាមែនទេវាមិនមែនជាក្មេងទេវាដឹងច្បាស់ហើយវាយខ្ញុំចាំមើលចុះឯងថាវាយខ្ញុំសប្បាយឬហើយវាយខ្ញុំថែមទៀតដោយប្រើបច្ចេកទេសដែលខ្ញុំមិនស្គាល់ចាំមើលចុះជីនគិតសុងនិយាយទៀតថាខ្ញុំបានរៀនច្រើនណាស់ពីការវាយអ្នកសង្គ្រោះវាធ្វើបែបនេះដើម្បីឌឺខ្ញុំមែនទេទោះជាយ៉ាងណាក៏ដោយវាគឺជាមនុស្សដែលខ្ញុំត្រូវតែយកឈ្នះខ្ញុំត្រូវតែខ្លាំងជាងកម្រិតរបស់វាដូច្នេះប្រសិនបើវាមកប្រយុទ្ធជាមួយខ្ញុំដោយងាយស្រួលហើយមិនប្រើកម្លាំងពេញលេញនោះគឺជាផលអាក្រក់សម្រាប់ខ្ញុំដូច្នេះការដែលវាប្រយុទ្ធដោយកម្លាំងពេញលេញគឺជារឿងល្អជីនក៏និយាយទៅកាន់គេថាសុងជួយខ្ញុំរឿងមួយប្រសិនបើឯងនឹងប្រយុទ្ធជាមួយខ្ញុំចាប់ពីពេលនេះទៅចូលប្រើកម្លាំងពេញលេញរបស់ឯងមិនចាំបាច់គ្រប់គ្រងកម្លាំងរបស់ឯងទេអ្នកសង្គ្រោះតើខ្ញុំពិតជាអាចធ្វើបែបនោះបានមែនទេត្រូវហើយសូមធ្វើវាទៅខ្ញុំយល់ហើយខ្ញុំនឹងប្រើកម្លាំងពេញលេញរបស់ខ្ញុំចាប់ពីពេលនេះទៅ
គេបញ្ចេញគីរបស់គេពេញទំហឹងជីនគិតថាតើខ្ញុំនិយាយខុសមែនទេខ្ញុំកំពុងជាក្រណ្ដៅកប់ខ្លួនឯងមែនទេខ្ញុំពិតជាឈួតមែនសុងក៏និយាយថាអ្នកសង្គ្រោះសូមអភ័យទោសចាំមួយក្លែតគេទៅយកដាវមួយនោកហើយដាក់ដាវគីយ៉ាងត្រៀមខ្លួនឥឡូវនេះខ្ញុំរួចរាល់ហើយអ្នកសង្គ្រោះដើម្បីប្រយុទ្ធដោយកម្លាំងពេញលេញជីនឃើញហើយគិតថាបូនប្រុសយកដាវនោះទៅទុកនៅកន្លែងនោះវិញទៅមិនបាក់ទេសូមឲ្យឃីងរូផងហាត់អ្វីធ្វើបាបខ្ញុំលេះការហ្វឹកហាត់សម្រាប់ពួកគេទាំងពីរក៏បន្តជីនប្រើលំពៀងប្រយុទ្ធជាមួយគេប្រើដាវប្រយុទ្ធជាមួយជីនពេញមួយការហ្វឹកហាត់នេះស៊ុងវៃជីនរហូត ការហ្វឹកហាត់របស់ឈិនគឺថាគាត់អាចគេចពីការវាយប្រហារនោះបានយ៉ាងដូចម្ដេចវាអាស្រ័យលើថាតើឈិនអាចទប់ទល់បានយូរប៉ុណ្ណាប្រសិនបើឈិនព្យាយាមវាយប្រហារស៊ុងដោយចៃដន្យស៊ុងនឹងទប់ស្កាត់ការវាយប្រហារនោះយ៉ាងងាយគេប្រើជើងរបស់គេជន់លំប៉ែងរបស់ឈិនជាប់អ្នកសង្គ្រោះពិតជាប្រើបច្ចេកទេសគ្រោះថ្នាក់មែនគេគិតឈិនព្យាយាមទាញលំប៉ែងចេញពីជើងរបស់គេប៉ុន្តែស៊ុងនិយាយថាអ្នកសង្គ្រោះអ្នកមិនអាចធ្វើវាបានទេព្រោះខិនកំពុងប្រើជំហានមកពួនឆាំង1000 Catty Step វាជាបច្ចេកទេសដែលបង្កើនទម្ងន់ខ្លួនជាង500គីឡូក្រាមដូច្នេះអ្នកមិនអាចដកវាបានទេប៉ុន្តែឈិនមិនឡែងដៃទេគាត់ប្រើកម្លាំងពេញទំហឹងរបស់គាត់ហើយទីបំផុតគាត់ក៏ទាញលំប៉ែងចេញពីជើងរបស់គេបានស៊ុងមានការភ្ញាក់អើលយ៉ាងខ្លាំងឈិនដែលធ្វើឲ្យគេភ្ញាក់អើលតើនឹងបង្ហាញអ្វីដែលគួរឲ្យភ្ញាក់អើលទៀតតើឈិននឹងទទួលការហ្វឹកហាត់បែបណាទៀតយើងនឹងឃើញនៅក្នុងជំពូកបន្ទាប់ជួបព្រានៅជំពូកក្រោយ Sayonara អ្នកទាំងអស់គ្នា Arigatou gozaimasu ឥឡូវនេះគេបង្ហាញពីឈិននេះជីតារបស់គេធ្លាប់បានប្រាប់គេឬមួយពីមុនឡកនោះគឺបច្ចេកទេសមួយដែលអាចគ្រប់គ្រងសូម្បីតែសត្វខ្លាបានគឺកណ្ដាប់ដៃបង្ក្រាបខ្លា Tiger Subduing Fist អ្នកណាដែលរៀនកណ្ដាប់ដៃនេះឬបច្ចេកទេសនេះពួកគេនឹងក្លាយជាមនុស្សខ្លាំងដែលអាចទប់ទល់នឹងស្ដេចនៃភ្នំទាំងឡាយបានវាគឺជាបច្ចេកទេសដ៏អស្ចារ្យកម្រិតនោះប្រសិនបើអាចរៀនវាបានពេញលេញឬអាចស្ទាត់ជំនាញវាបានទាំងស្រុងនោះនឹងគ្មាននរណាម្នាក់ដែលមានអាយុស្របគ្នាអាចប្រឆាំងនឹងអ្នកដែលបានរៀនបច្ចេកទេសនេះបានឡើយវាគឺជាបច្ចេកទេសដ៏មានឥទ្ធិពលកម្រិតនោះនេះជាអ្វីដែលជីតារបស់គេបាននិយាយដោយបានឮបែបនេះឈិនដែលនៅក្មេងក៏បានជឿវាទាំងស្រុងព្រោះជីតារបស់គេជាអ្នកនិយាយប៉ុន្តែឥឡូវនេះ10ឆ្នាំក្រោយមកឈិនទើបតែយល់ថាអ្វីដែលជីតារបស់គេនិយាយអាចនឹងខុសព្រោះគេបានប្រើកណ្ដាប់ដៃបង្ក្រាបខ្លានេះប្រឆាំងនឹងមនុស្សម្នាក់ប៉ុន្តែគេមិនអាចប្រើកណ្ដាប់ដៃបង្ក្រាបខ្លានោះតាមដែលគេចង់បានឡើយគេមិនអាចវាយចំកន្លែងដែលគេចង់វាយនោះទេម្នាក់នោះមិនមែនជានរណាផ្សេងទេគឺជីនរបស់យើងនឹងឯងដូច្នេះនៅកន្លែងដែលគេព្យាយាមវាយប្រហារជីនគេមិនអាចវាយត្រូវឡើយជីនរបស់យើងបានគេចពីបច្ចេកទេសនោះភ្លាមបន្ទាប់ពីគេចរួចនៅពេលដែលគេសួរថាតើអ្នកធ្វើវាដោយរបៀបណាជីនរបស់យើងបាននិយាយថាខ្ញុំគ្រាន់តែព្យាយាមមិនឲ្យត្រូវរបួសនិងគេចឲ្យផុតតែប៉ុណ្ណោះប៉ុន្តែចុងក្រោយនៅតែត្រូវរបួសនៅកន្លែងផ្សេងដដែលទោះជាយ៉ាងណាក៏ដោយនេះគឺជាបច្ចេកទេសដ៏ខ្លាំងមួយគាត់បាននិយាយបែបនេះនៅពេលសួរថាតើអ្នកបានឃើញទម្រង់របស់ខ្ញុំទេតើអ្នកដឹងថាខ្ញុំបានធ្វើអ្វីទេជីនឆ្លើយថាខ្ញុំត្រូវបានឯងវាយរយៈពេល3ថ្ងៃជាប់គ្នាដូច្នេះខ្ញុំអាចមើលឃើញទម្រង់របស់ឯងបានខ្លះដែរនេះគឺជាកណ្ដាប់ដៃបង្ក្រាបខ្លាមែនទេខ្ញុំស្គាល់វាច្បាស់ណាស់ខ្ញុំបានព្យាយាមឲ្យត្រូវវាយដោយចេតនាដើម្បីអាចតាមដានចលនារបស់វាជាច្រើនដងមកហើយគាត់បាននិយាយបែបនេះបើអញ្ចឹងតើអ្នកដឹងពីបច្ចេកទេសផ្សេងទៀតដែលខ្ញុំបានប្រើដែរទេនៅពេលឈិនសួរបែបនេះជីនឆ្លើយថាដឹងបើប្រៀបធៀបទៅនឹងបច្ចេកទេសផ្សេងកណ្ដាប់ដៃផ្កាព្រូននេះគឺថ្មីបំផុតសម្រាប់ខ្ញុំចំណែកបច្ចេកទេសផ្សេងដូចជាឯងប្រើកណ្ដាប់ដៃផ្កាព្រូនត្រង់ពេកដូច្នេះហើយទើបឯងប្រើវាច្រើនបំផុតខ្ញុំអាចតាមដានបច្ចេកទេសនោះបានមួយកម្រិតដែរគាត់បាននិយាយបែបនេះអញ្ចឹងឬបើអញ្ចឹងតើអ្នកអាចបង្ហាញវាឲ្យខ្ញុំឃើញបានទេនៅពេលឈិនសួរបែបនេះវាមិនមានអ្វីពិបាកទេប្រហែលជាខ្ញុំអាចបង្ហាញបាននេះអីរួចគាត់ក៏ចាប់ផ្ដើមធ្វើចលនានោះម្ដងមួយវាមិនមែនជាការស្ទាត់ជំនាញចឹងស្រុងទេការសម្ដែងបច្ចេកទេសនោះឲ្យដូចបេះដូងអាចនឹងពិបាកសម្រាប់ជីនប៉ុន្តែការចម្លងទម្រង់គឺជារឿងដែលជីនអាចធ្វើបានជីនរបស់យើងអាចចម្លងវាបានទាំងស្រុងព្រោះគាត់ត្រូវបានវាយជាង3ថ្ងៃជាប់គ្នាដូច្នេះជីនរបស់យើងក៏យកចលនាម្នាក់ហើយបញ្ចប់ទៅចលនាទី7បន្ទាប់ពីបញ្ចប់វាគាត់ក៏មើលទៅគេហើយនិយាយថានេះគឺជាអ្វីដែលខ្ញុំចាក់នៅពេលនេះគ្រាន់តែឮបែបនេះសុំទោសគ្រាន់តែឃើញបែបនេះភ្លាមឆាន់បាននិយាយថាឥឡូវនេះខ្ញុំនឹករឿងមួយដែលជីតាខ្ញុំបាននិយាយជីតាខ្ញុំតែងតែហៅខ្ញុំថាចៅមែនទេកុំបារម្ភអីសូម្បីតែខ្ញុំក៏ធ្លាប់បានត្រាប់ថាលួច1000លូនពីការបឡុកម៉ាក់ខ្ញុំហើយត្រូវម៉ាក់ខ្ញុំវាយយ៉ាងដំណំដែរដូច្នេះហៅថាចៅមិនមែនជាបញ្ហាធំដុំទេនៅពេលគាត់និយាយបែបនេះមិនមែនរឿងនឹងទេគាត់តែងតែនិយាយថាខ្ញុំនឹងលួចក្បាច់គុណរបស់គាត់រាល់ពេលដែលគាត់បង្រៀនខ្ញុំគាត់តែងតែនិយាយរឿងហ្នឹងគេនិយាយបែបនេះឥឡូវនេះគេនិយាយថាគេមានអារម្មណ៍បែបហ្នឹងដែរគ្រាន់តែឮបែបនេះជីនរបស់យើងយល់ភ្លាម
ម្នាក់នេះកំពុងសរសើរខ្ញុំមែនទេមនុស្សដូចវាសរសើរខ្ញុំពិតជារឿងគួរឲ្យភ្ញាក់ផ្អើលមែនឥឡូវនេះឈិននិយាយថាអ្នកសង្គ្រោះអ្នកពិតជាទេពកោសោក្បាច់គុណមែនអីគេខ្ញុំជាទេពកោសលមែនហើយអ្នកសង្គ្រោះនៅពេលគេនិយាយបែបនេះវាមិនមែនជារឿងគួរឲ្យនាងមកដាក់ឋានៈអីទេខ្ញុំដឹងពីខ្លួនឯងច្បាស់ព្រោះខ្ញុំបានរៀនតេក្វាន់ដូតាំងពីក្មេងនៅពេលធ្វើរឿងបែបនេះរបស់អស់នេះខ្ញុំអាចរៀនបានទាំងអស់ខ្ញុំជាមនុស្សអស្ចារ្យស្រាប់ហើយជីនរបស់យើងបានសរសើរខ្លួនឯងឥឡូវនេះជីនសួរថាតើអ្នកចំណាយពេលប៉ុន្មានដើម្បីរៀនបច្ចេកទេសនេះគឺសំដៅទៅលើកណ្ដាប់ដៃផ្កាព្រូនដែលគេបាននិយាយមុននេះពេលនោះគេឆ្លើយថាខ្ញុំចំណាយពេល1ខែអ្នកសង្គ្រោះ1ខែឬមិនអន់ទេអ្វីដែលឯងរៀន1ខែឃ្លៀងអាចត្រាប់តាមបានក្នុងរយៈពេលតែ3ថ្ងៃប៉ុណ្ណោះឃ្លៀងពិតជាទេពកោសល្យមែនតាជីនរបស់យើងកំពុងតែសើចពេលនោះគេនិយាយថាដើម្បីរៀនវាឲ្យបានពេញលេញអ្នកសង្គ្រោះដើម្បីអាចស្ទាត់ជំនាញទាំងស្រុងខ្ញុំត្រូវការពេល1ខែឃើញបែបនេះជីតាខ្ញុំខឹងខ្លាំងណាស់ឃើញទេខ្ញុំថាហើយសូម្បីតែ1វិនាទីក៏មិនទុកឲ្យខ្ញុំសប្បាយចិត្តនឹងពាក្យថាទេពកោសល្យដែរអាចឈួតនេះនិយាយកាត់ភ្លាមស្ទាត់ជំនាញទាំងស្រុងក្នុង1ខែឬខ្ញុំខំប្រឹង3ថ្វាំងទើបតែអាចត្រាប់តាមទម្រង់បានប៉ុណ្ណោះជីនរបស់យើងគិតទោះទីយ៉ាងណាក៏ដោយសម្រាប់ឈៀនវាមិនមែនជារឿងល្អប៉ុន្មានទេព្រោះការដែលក្បាច់គុណរបស់ខ្លួនត្រូវបានអ្នកផ្សេងចម្លងវាធ្វើឲ្យគេមានអារម្មណ៍មិនស្រួលព្រោះគេរស់នៅតែម្នាក់ឯងរហូតមកដូច្នេះប្រហែលជាមកពីគេមិនធ្លាប់ជួបមនុស្សបែបនេះឥឡូវនេះនៅកណ្ដាលរមៀងពួកគេទាំងពីរការប្រយុទ្ធដ៏សាហាវកំពុងកើតឡើងវាគ្រាន់តែជាការប្រកួត sparring ប៉ុណ្ណោះប៉ុន្តែពួកគេវាគ្នាដូចជាសត្រូវឥឡូវនេះមូជីនកំពុងអង្គុយមើលរឿងទាំងអស់នេះពីចម្ងាយម្នាក់ជាបិសាចពិតប្រាកដមិនដឹងថាគេចងចាំបច្ចេកទេសបានច្រើនកម្រិតណាទេគេអាចសម្ដែងបច្ចេកទេសទាំងអស់បានយ៉ាងល្អឥតខ្ចោះនេះគេកំពុងនិយាយអំពីឈៀនម្យ៉ាងវិញទៀតអ្នកដែលកំពុងប្រយុទ្ធប្រឆាំងនឹងឈៀនគឺចៅហ្វាយក្មេងជានរបស់យើងរាល់នាទីរាល់វិនាទីគាត់កាន់តែខ្លាំងឡើងខ្លាំងខ្ញុំមិនអាចជឿទេថាគាត់អាចខ្លាំងបានលឿនបែបនេះនៅពេលចាប់ផ្ដើមដំបូងគាត់មិនអាចទប់បានសូម្បីតែ100វិនាទីប៉ុន្តែឥឡូវនេះគាត់អាចទប់បានជាង300វិនាទីយើងទាំងពីរមានអាយុប្រហែលគ្នាប៉ុន្តែមានតែគាត់ទេដែលខ្លាំងលឿនបែបនេះខ្ញុំពិតជាមិនអាចជឿពេលនោះគាត់នឹកឃើញពាក្យដែលជីនបាននិយាយជីនធ្លាប់និយាយថាត្រូវវឹកហាត់ឲ្យដូចជាចិត្តស្លាប់ទាំងដែលកំពុងរស់ពេលនឹកឃើញបែបនេះមែនហើយខ្ញុំគ្មានពេលដើម្បីតអន្តអាពីរឿងនេះទេខ្ញុំនឹងបំភ្លេចអតីតកាលហើយចាប់ពីពេលនេះទៅខ្ញុំនឹងមើលទៅអនាគតរបស់ខ្ញុំក៏នឹងក្លាយទៅជាមនុស្សខ្លាំងដែរខ្ញុំនឹងក្លាយទៅជាមនុស្សខ្លាំងដែលអាចឈរនៅក្បែរគាត់បានគិតរួចគាត់ក៏ទៅវឹកហាត់ដែរឥឡូវនេះជីនរបស់យើងកំពុងធ្វើសមាធិខីជីនរបស់យើងត្រូវបានវាយដោយអាម្នាក់នេះរយៈពេល7ថ្ងៃជាប់គ្នាហើយចាញ់ជាង7ដងមកហើយទោះជាយ៉ាងនេះក្តីឈៀននៅមិនទាន់បានប្រើដាវឈីនៅឡើយទេប៉ុន្តែជីនរបស់យើងនៅតែចាញ់យ៉ាងដំណំដដែលដូច្នេះយោងតាម quest នេះគឺ quest ទី2នេះមុនពេលចូលឆ្នាំថ្មីមកដល់ត្រូវតែយកឈ្នះគេឲ្យបានយ៉ាងហោចត្រូវឈ្នះឲ្យបានម្ដងនោះគឺជាលក្ខខណ្ឌសរុបដើម្បីបញ្ចប់ quest នេះតើតែធ្វើបែបនេះទើប quest នឹងបញ្ចប់ប៉ុន្តែឥឡូវនេះជីនចាប់ផ្ដើមសង្ស័យថាតើអាចបញ្ចប់វាបានឬអត់ព្រោះនៅសល់តែ3ថ្ងៃទៀតជីនក៏មានសញ្ញាបត្រពិសេសជាច្រើនដែរដូចជា skill ផ្សេងដែលអាចបដូរប្រើដើម្បីយកឈ្នះគេបានប៉ុន្តែនេះគឺជាការវឹកហាត់វាមិនមែនជាស្ថានភាពដែលត្រូវប្រថុកជីវិតនោះទេប្រសិនបើចង់ខ្លាំងហើយត្រូវប្រឈមមុខនឹងគូប្រកួតដែលខ្លាំងជាងនេះនៅពេលក្រោយការឈ្នះដោយប្រើក្បាច់គុណគឺជារឿងល្អសម្រាប់ខ្លួនឯងជីនគិតបែបនេះដូច្នេះហើយជីនសម្រេចចិត្តប្រើតែក្បាច់គុណរបស់គាត់បញ្ចប់ការធ្វើសមាធិខីបើភ្នែកឡើងក៏ឃើញមូជីនកំពុងតែត្រូវគេវាយ៉ាងដំណំនៅគ្រប់កន្លែងឥឡូវនេះមូជីនស្ទុះមកយ៉ាងលឿនជាមួយដាវដើម្បីវាគេប៉ុន្តែមិនអាចវាគេបានសោះជីនសើចហើយគិតថាឯងមិនអាចធ្វើវាបានទេវាជាក្បាច់ល្អដែលឯងបានធ្វើប៉ុន្តែឯងមិនគួរប្រើវាប្រឆាំងនឹងគេឥឡូវនេះនៅពេលមូជីនដោលទៅលើដីគេសួរថាលើកទីប៉ុន្មានហើយតាមដែលខ្ញុំដឹងដូចជាលើកទី90ហើយអូដល់90ហើយឬអញ្ចឹងជិត100ហើយបើចាញ់100ដងតើគួរហៅឯងថាជាអ្នកចាញ់ទាំងស្រុងឬដាក់នាមអ្វីឲ្យឯងទេការដែលអ្នកមិនដាក់នាមឲ្យខ្ញុំគឺជារឿងល្អសម្រាប់ខ្ញុំមូជីនដេកតអនតឯឥឡូវនេះឈៀនមកសួរថាតើអ្នកមិនអីទេឬអាចឈួតមិនអីស្អីឯងមិនឃើញមុខខ្ញុំទេឬហើមអស់ពាក្យកណ្ដាលហើយឯងនិយាយថាប្រើតែកណ្ដាប់ដៃទេតាចុះឥឡូវមិនក៏ប្រើរបស់ផ្សេងទៀតនៅពេលសួរបែបនេះមិនមែនទេដោយសារអ្នកខ្លាំងលឿនពេកដូច្នេះហើយខ្ញុំត្រូវប្រើបច្ចេកទេសបាតដៃធៀមដែរអញ្ចឹងឬបានជឹងមិនអីទេមូជីនមានអារម្មណ៍មានមោទនភាពមូជីនក៏កំពុងខ្លាំងឡើងលឿនដែរឥឡូវនេះ level 50ហើយត្រឹមតែ2ថ្ងៃមូជីនឡើងពី level 48ទៅ50ប្រហែលជាមកពីនៅក្បែរជីនក៏មិនដឹងជីនគិតឥឡូវនេះប្រាប់ឲ្យមូជីននៅទីនោះហើយជីនក៏ចេញទៅប្រយុទ្ធ
ជីននិយាយថាឯងមិនធ្វើសមាធិខីទេឬទៅកាន់ឈៀននិយាយថាកុំបារម្ភអីខ្ញុំមិនតន់បែកញើផងខ្ញុំប្រយុទ្ធកម្រិតនឹងឯងនិយាយឌឿដងដាក់មូជីនសម្លឹងមើលទៅខាងទៀតមិនអីទេប្រសិនបើឯងចង់ធ្វើសមាធិខីធ្វើអីលើទៅក្រែងលោឯងស្ដាយក្រោយជីតាខ្ញុំតែងតែប្រាប់ខ្ញុំមួយរឿងអ្នកដែលនិយាយបែបនេះសុទ្ធតែជាអ្នកក្បាត់គុណកម្រិតទាបអ្នកជំនាញពិតប្រាកដសម្ដែងតាមរយៈសកម្មភាពរបស់ពួកគេមិនមែនតាមរយៈការនិយាយស្ដីនោះទេអញ្ចឹងឬបានហើយបានជឹងខ្ញុំនឹងបង្ហាញថាមពលរបស់ខ្ញុំឥឡូវនេះជីនគិតថាខ្ញុំមិនបានប្រើវាទេប៉ុន្តែឥឡូវដល់ពេលត្រូវប្រើហើយដាក់50ពិន្ទុទៅលើ agility ភាពរហ័សរហួនភ្លាមគាត់បង្កើនថាមពលរបស់គាត់ស្ពីស័យ agility គ្រាន់តែដាក់50ពិន្ទុទៅលើ agility ភ្លាមឈៀនត្រូវជីនវាប្រហារយ៉ាងលឿនឈៀនមានអារម្មណ៍ភ្ញាក់ផ្អើលមិនក៏គាត់លឿនបែបនេះ ជីនចូលវាប្រហារយ៉ាងលឿនឥតឈប់ឈរពេលឃើញគេកិច្ចបានគេសួរថានេះគឺជា nimble hidden sen មែនទេឯងប្រើបច្ចេកទេសនោះមែនទេមែនហើយខ្ញុំប្រើវាជាមួយ Plum Blossom 5 Element Step ជំហានធាតុទាំង5ផ្កាព្រូនបញ្ចូលគ្នារបបពីរនឹងឯងធ្វើបានឬប្រកបជាបានខ្ញុំកំពុងប្រើវានឹងតើនិយាយរួចចិននិយាយរឿងមួយថាសួងអភ័យទុំអ្នកសង្គ្រោះខ្ញុំគិតថាខ្ញុំបានវាតម្លៃអ្នកទៀបភ្លេកហើយអីគេឯងមិននឹកស្មានថាខ្ញុំអាចប្រយុទ្ធបានកម្រិតនេះទេមែនទេឃើញមនុស្សដូចខ្ញុំប្រយុទ្ធបែបនេះឯងភ្ញាក់ផ្អើលមែនទេមែនហើយពិតជាភ្ញាក់ផ្អើលណាស់ភ្ញាក់ផ្អើលខ្លាំងមែនតែនចិននិយាយភ្ញាក់ផ្អើលខ្លាំងឬមិនអីទេនៅពេលចិននិយាយបែបនេះចិននិយាយថាខ្ញុំនិយាយការពិតអ្នកសង្គ្រោះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់សម្រាប់ខ្ញុំនិយាយរួចគេក៏ប្រោដាវឈីភ្លាមគ្រាន់តែឃើញបែបនេះចិនគិតថាមកដល់ហើយដាវឈីឥឡូវខ្ញុំត្រូវធ្វើម៉េចខ្ញុំមិនគិតថាខ្ញុំអាចទប់ទល់នឹងវាបានទេប៉ុន្តែតើត្រូវដកថយឬប្រយុទ្ធតទល់បើប្រយុទ្ធតទល់លំពេងនេះនឹងត្រូវបំផ្លាញក្នុង1វិនាទីមិនខានឥឡូវត្រូវធ្វើម៉េចគាត់កំពុងគិតពេលនោះចិនមានអារម្មណ៍ប្លែកមួយចេញពីខាងក្នុងអារម្មណ៍ប្លែកខ្លាំងណាស់បេះដូងរបស់គាត់លោតញាប់ខ្លាំងហើយភ្នែករបស់គាត់មើលឃើញកាន់តែច្បាស់ដូចគ្នាដែរលំពេងរបស់គាត់អាចមានអារម្មណ៍ថាវាកំពុងញ័រតាមរបៀបប្លែកមួយភ្លាមនោះគាត់ស្រែកថាចាប់ផ្ដើមហើយវើយហើយស្ទុះទៅវាយប្រហារចិនដោយថាមពលទាំងអស់ចិនក៏មកវាយប្រហារដោយការវាយប្រហាររបស់គេដែរទីបំផុតបន្ទាប់ពី7ថ្ងៃឥឡូវនេះចិនអាចទប់ស្កាត់ការវាយប្រហាររបស់ចិនបានហើយឥឡូវនេះចិនសួរថាអ្នកសង្គ្រោះតើកម្លាំងនេះបានមកពីណាប្រកាសណាស់គឺបានមកពីអាហារជាពិសេសគឺបានមកពីស៊ុបនិយាយរួចចិនក៏ចូលមកវាយប្រហារម្ដងទៀតយ៉ាងអស្ចារ្យពេលឃើញលំពេងរបស់គាត់ញ័រចិនដឹងភ្លាមថាវាជាអ្វីការបន្លឺសំឡេងនៃលំពេង spear resonance នៅពេលដែលអ្នកក្បាច់មុនម្នាក់ហៀបនឹងឈានដល់កម្រិតកំពូលមុនពេលពួកគេឈានដល់កម្រិតនោះពួកគេនឹងលឺសំឡេងស្រែកមួយសំឡេងនេះពួកគេទាំងអស់គ្នានឹងបានលឺវាគឺជាសំឡេងដែលចេញពីអាវុធរបស់ពួកគេអាវុធនោះនឹងដឹងមុនថាពេលណាម្ចាស់ដែលប្រើវាហៀបនឹងផ្លាស់ប្ដូរឬហៀបនឹងទទួលបានការត្រាស់ដឹង enlightenment ហាត់ផោនោះហើយទើបអាវុធនោះបញ្ចេញសំឡេងបែបនេះនោះគឺជាការស្រែករបស់អាវុធឥឡូវនេះរឿងនោះកំពុងកើតឡើងនៅក្នុងការបន្លឺសំឡេងនៃលំពេងជីនក៏ចាប់ផ្ដើមទទួលបាន notification ជាច្រើនឥឡូវនេះជីននិយាយថាក្បាច់មុនពិតជាគួរឲ្យចាប់អារម្មណ៍មែនទេអ្នកសង្គ្រោះឬបែបនេះជីនសម្លឹងមើលដោយមិនយល់ជីតារបស់ខ្ញុំធ្លាប់ប្រាប់ខ្ញុំរឿងមួយគ្មានអ្វីពិសេសអំពីក្បាច់មុនទេព្រោះក្បាច់មុនមិនមែនអំពីវាទេគឺអំពីភាពទទេស្អាតគឺថាវាទទេស្អាតស្រាប់ហើយដូច្នេះនៅកន្លែងដែលទទេស្អាតនោះអ្នកទទួលវាហើយអ្វីដែលអ្នកបំពេញចូលទៅក្នុងនោះហើយគឺជាក្បាច់មុនសម្រាប់អ្នកគេនិយាយបែបនេះគ្រាន់តែឮបែបនេះជីនឆ្ងល់ថាហេតុអ្វីបានជាឯងនិយាយរឿងនេះដំបូងគាត់មានចម្ងល់ប៉ុន្តែភ្លាមនោះគាត់ចាប់ផ្ដើមយល់រឿងចំនួនទទួលវាហើយបំពេញចូលទៅខាងក្នុងមានន័យថាវាទទេស្អាតស្រាប់ហើយយើងបំពេញវាដោយផ្អែកលើអ្វីដែលយើងដាក់ចូលវានឹងពេញទៅតាមនោះវាមិនផ្អែកលើក្បាច់មុនទេប៉ុន្តែវាគឺជាភាពទទេស្អាតភ្លាមនោះជីនមានអារម្មណ៍ថាគាត់យល់ពិភពលោកទាំងមូលភ្លាមនោះជីនបើកភ្នែកឡើងឃើញថាយប់ទៅហើយអ្នកដែលដេកមុននេះទើបតែភ្ញាក់ជីនបានទទួលការត្រាស់ដឹងដោយសារហេតុផលនោះហើយទើបជីនសន្លប់អស់រយៈពេលជាយូរពេលជីនក្រោកឡើងជីនសួរថាអ្នកសង្គ្រោះតើវាទៅជាយ៉ាងណាអ្វីដែលជីតារបស់ឃីមនិយាយត្រឹមត្រូវមែនទេភ្លាមនោះគាត់ឆ្លើយថាទេខកទាំងស្រុងទីបំផុតជីនបានឈានដល់ជញ្ជាំងហើយបានដល់កម្រិតកំពូលជីនបានក្លាយទៅជាកំពូលអ្នកក្បាច់មុនភ្លាមនោះមូជីនចូលមកជិតហើយនិយាយថាចៅវាយសូមអបអរសាទរខ្ញុំតែងតែជឿជាក់ថាអ្នកអាចធ្វើវាបានសម្រាប់អ្នកនៅពេលដែលអ្នកទទួលបានការត្រាស់ដឹងនេះកំពុងធ្វើសមាធិឈីខ្ញុំមិនបានបាច់ភ្នែកសោះតែ1វិនាទី
ខ្ញុំបានមើលថែអ្នកនៅក្នុងភ្នែករបស់ខ្ញុំដោយសារតែខ្ញុំមើលបែបនេះហើយទើបភ្នែករបស់ខ្ញុំបើកធំបែបនេះឃើញទេខ្ញុំបានការពារអ្នកដោយភ្នែកទាំងពីរនេះសូម្បីតែរួយស្រមោចក៏អាចចូលចិត្តអ្នកបានដែរគេនិយាយបែបនេះរឿងរួយស្រមោចទុកមួយឡែកសិនប៉ុន្តែឯងកុំនិយាយថាឯងបានការពារខ្ញុំឲ្យសោះអាឆ្កាខ្ញុំដឹងច្បាស់ថាឯងបានធ្វើអ្វីសំឡេងស្រណក់របស់ឯងនឹងណាដោយសារសំឡេងនឹងខ្ញុំស្ទើរតែមានបញ្ហា chi deviation គីទៅ3ដងទៅហើយឯងស្រណក់កម្រិតនឹងឥឡូវក៏មកឲ្យខ្ញុំឃើញមុខឯងចេញឲ្យឆ្ងាយទៅចេញទៅពេលនិយាយបែបនេះគេក៏រត់ឲ្យបាត់ទៅជិននិយាយថាតើយើងអាចចាប់ផ្ដើមម្ដងទៀតឬចាប់ផ្ដើមអីគឺ sparring នឹងណាការប្រយុទ្ធរបស់យើងមិនតាន់ចប់ទេពេលនិយាយបែបនេះសម្រាប់ខ្ញុំមិនមានបញ្ហាទេប៉ុន្តែឥឡូវនេះអ្នកត្រូវតែសម្រាកសិនព្រោះការសម្រាកក៏ជាផ្នែកមួយនៃការហ្វឹកហាត់ដែរជីតារបស់ខ្ញុំតែងតែនិយាយអំពីរឿងនេះដូច្នេះទៅសម្រាកចោះអ្នកសង្គ្រោះម្យ៉ាងទៀតឥឡូវនេះអ្នកប្រហែលជាដឹងហើយអ្នកបានដល់កម្រិតកំពូលហើយអ្នកមិនអាចយកឈ្នះខ្ញុំបានទេទោះបីជាយើងប្រយុទ្ធគ្នានៅពេលនេះអ្នកដឹងច្បាស់ថាខ្ញុំនឹងឈ្នះគេនិយាយបែបនេះ ឥឡូវនេះឈិនពិតជាយល់រឿងនេះដោយសារតែគេក៏បានដល់កម្រិតកំពូលដែរឈិនទៅតែយល់ថាឈីយ៉នគឺជាបិសាចកម្រិតណាដូចគ្នាដែរដើម្បីតាមតាន់គេឈិនដឹងថាគាត់ត្រូវខិតខំប្រឹងប្រែងខ្លាំងណាស់ដូច្នេះឈិនយល់ព្រមហើយទៅសម្រាប់ឥឡូវនេះគាត់ទទួលបាន notification ជាច្រើនឈិនទៅងូតទឹកក្តៅយ៉ាងស្រួលហើយមើល notification របស់ប្រព័ន្ធទាំងអស់ឈិនបានក្លាយជាកំពូលអ្នកក្បាត់គុណ peak level master បានឈានដល់កម្រិតកំពូលដំបូងវាផ្ដល់ការអបអរសាទរអ្នកបានបញ្ចប់ quest នេះហើយដូចគ្នាដែរទទួលបាន experience points ជាច្រើន level up level up level up ឈិនឡើង level ដូចគ្នាដែរនៅក្នុងបច្ចេកទេស cultivation របស់គាត់បានដល់កម្រិតទី9 9th level master ហើយ key sense បានដល់កម្រិតទី7 7th level master គាត់ទទួលបាន experience ជាច្រើនការកើនឡើងនៃក្បាច់គុណនេះនោះនេះ level up ជាច្រើនឈិនគិតថាមិនអន់ទេមានរឿងជាច្រើនបានកើតឡើង key sense និង cultivation technique មិនបានវិវត្តយូរហើយតើមានអ្វីទៀតនៅពេលមើលទៅឥឡូវនេះជិនមានដែកមាស 10000 ឆ្នាំ 10,000 years gold iron មួយដែលបានដាក់នៅក្នុង inventory របស់គាត់ដោយសារគាត់បានឈានដល់កម្រិតនេះសម្រាប់អ្នកក្បាច់គុណអាវុធគឺសំខាន់ណាស់ដូច្នេះជិនអាចបង្កើតអាវុធនេះដោយប្រើដែកមាស 10000 ឆ្នាំនេះគ្រាន់តែស្វែងរកមនុស្សដែលអាចបង្កើតអាវុធល្អនេះបានគឺគ្រប់គ្រាន់ហើយវានឹងមកដល់ជិនជាលើកដំបូងជិនគិតថាអូហូនេះជារឿងល្អមួយឥឡូវនេះគេបង្ហាញយើងពីតំបន់ខ្ពង់រាបភាគខាងជើង Northern Plateau Region នៅទីនោះមានផ្ទះដាច់ស្រយាលមួយនៅក្នុងផ្ទះនោះមានមនុស្ស3នាក់សំទោស4នាក់កំពុងអង្គុយប្រជុំគ្នាហាក់ដូចជាមានសំណើអ្វីមួយពួកគេទាំង4កំពុងរៀបចំផែនការមួយផែនការនោះគឺដោយសារតែឥឡូវនេះ Mountain Salt Sec បានដួលរលំមានន័យថាពួកគេទើបតែចាប់ផ្ដើមមានស្ថិរភាពដូច្នេះពួកគេអាចវាយប្រហារតំបន់ភាគខាងជើងបានពួកគេសម្រេចចិត្តបែបនេះផែនការរបស់ពួកគេគឺវាយប្រហារនិងប្លន់យកទាំងអស់ប៉ុន្តែប្រកាសណាស់ Chin Family នៃតៃយួននឹងក្លាយជាបញ្ហាអញ្ចឹងតើត្រូវធ្វើដូចម្ដេចអាភ្នែកម្ខាង One Eye និយាយថាគេមានផែនការមួយពួកគេនឹងទៅកន្លែងមួយឈ្មោះថា Hega នៅទីនោះពួកគេនឹងវាយប្រហារតៃយួន Family គឺតៃយួន Family នៅភាគខាងជើងនៅទីនោះមានមនុស្សតែ200នាក់ប៉ុណ្ណោះគ្មានមនុស្សផ្សេងទេគេនិយាយបែបនេះហេតុអ្វីព្រោះគេមានផែនការមួយទៀតមានកន្លែងមួយទៀតឈ្មោះថាដាដាំងនៅក្បែរនោះមានក្រុមមួយទៀតដែលជាពពួករបស់ពួកគេឈ្មោះថា 1000 Wind Clan ពួកគេនឹងទៅវាយប្រហារនៅកន្លែងដាដាំងនោះពេលនោះតៃយួននឹងគិតថាអាយ៉ាមានគេមកវាយប្រហារនៅទីនោះហើយពួកគេត្រូវតែទៅគាត់ដូច្នេះពួកគេនឹងបញ្ជូនទ័ពទាំងអស់ទៅទីនោះពេលនោះនៅកន្លែងរបស់ពួកគេនឹងមានមនុស្សតិចឆ្លៀតឱកាសនោះយើងនឹងទៅវាយប្រហារកន្លែងរបស់ពួកគេយើងនឹងអាចកម្ចាត់ពួកគេបានយ៉ាងងាយយ៉ាងណាក៏ដោយនឹងមានមនុស្សតែ200នាក់ប៉ុណ្ណោះដែលប្រមូលផ្ដុំនៅទីនោះប៉ុន្តែក្រោមយើងមានមនុស្ស3000នាក់យើងនឹងវាយប្រហារពួកគេនឹងបញ្ចប់រឿងទាំងអស់នេះលុយកិត្តិយសឈ្មោះទាំងអស់នឹងក្លាយជារបស់យើងនៅពេលអាភ្នែកម្ខាងប្រាប់ផែនការនេះញាក់ទាំង3ក៏យល់ព្រមហើយពួកគេហៀបតែទៅផឹកស្រាដើម្បីអបអរសាទរស្រាប់តែទ្វារផ្ទះដែលពួកគេនៅបានបើកឡើងហើយបុរសចំណាស់ម្នាក់បានចូលមកតើអាម្នាក់នេះជានរណាពួកគេសម្លឹងមើលប្រហែលជាវង្វេងផ្លូវហើយប៉ុន្តែវង្វេងផ្លូវមកធ្វើអីនៅកណ្ដាលព្រាលបែបនេះម្នាក់ទៀតនិយាយថាបានហើយមិនបាច់បារម្ភពីតាចាស់នេះទេប្រាប់ឲ្យគាត់ទៅផ្លូវនោះទៅគេហៅកូនចៅរបស់គេប៉ុន្តែអាភ្នែកម្ខាងមានអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតីតើគាត់មកទីនេះដោយរបៀបណាមើលទៅគាត់មិនដូចញាក់ស្រុកនេះទេមានន័យថាគាត់បានឆ្លងព្រំដែនចូលមកហើយគាត់បានដើរមកឆ្ងាយប៉ុណ្ណេះប្រហែលជាគាត់ជាអ្នកក្បាច់គុណពី Mirim ទេដឹងបើអញ្ចឹងត្រូវតែសម្លាប់គាត់នៅក្នុង Mirim មិនត្រូវទុកចិត្តមនុស្សចាស់ៗបែបនេះទេដូច្នេះត្រូវតែសម្លាប់គាត់ពួកគេទាំង4នាក់ក៏ដកដាវចិន